ណាត់តដល់មួយអាណត្តិនិយាយរួមទៅ3អាណត្តិហើយភាពជាក់ស្ដែងគាត់មិនដែលទៅមើលតំបន់ឡែងពួកខ្ញុំនេសាទរស់ស៊ីដោយស្របច្បាប់នោះទេគាត់បិទភ្នែកតែម្ដងមិនដែលបានទៅមើលថាអូអ្នកណាបំផ្លាញអីខ្លះណាបំផ្លាញអីខ្លះប៉ះពាល់ធនធានស្អីផ្សេងហ្នឹងគាត់មិនដែលទៅមើលសោះអានោះវាបំផ្លាញច្រើនដែលផលប៉ះពាល់ដូចជាកូនក្តាមត្រីអីសាច់អីទូទៅទាំងអស់ហ្មងហ្នឹងតូចក្តាមធំហ្នឹងវាចូលបំផ្លាញទាំងអស់តែម្ដងអញ្ចឹងណាពេលដែលវាកើតឬក៏វាញាស់ពងមកវាមិនអាចធំបានទេវាបាទទី1ទី2ទៀតគាត់មានសិទ្ធដាក់តែពិតមែនតែมันអាចមកដាក់ដល់គៀនគេហៅថាទឹកតំបន់ទឹករយៈអានឹងតាមក្បួនច្បាប់វាខ្ញុំឃើញដែលគេចេញមកគេដាក់និយាយរួមទៅទឹកជំរៅចាប់ពី4-5ម៉ែត្រទៅ10ម៉ែត្រឡើងទៅនោះហើយបើសិនតែគាត់មកបង្កឲ្យបំផ្លាញរបស់ទឹករយៈដែលពួកខ្ញុំរាល់ថ្ងៃហ្នឹងធ្វើឲ្យបាត់បង់អាជីវៈចម្រុះទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំមានបានអីចិញ្ចឹមជីវិតជីវភាពតទៅទៀតនោះហើយសំខាន់ជាងគេខាងជលផលនិងមន្ត្រីជលផលទាំងអស់ហ្នឹងជួយមកទប់ស្កាត់បាត់ល្មើសទាំងអស់នេះផងឥឡូវកំពុងទ្រង់ទ្រាយបំដៃបំអត់មានណាគេឬក៏ពើមើលកន្លែងឃុំតនូនមួយនឹងទេព្រោះឃុំតនូនពីមុនមកជាតំបន់អភិរក្សកន្លែងការពារធនធានទាំងអស់ហ្នឹងឥឡូវមួយអាណត្តិដល់មួយអាណត្តិនិយាយរួមទៅ3អាណត្តិហើយបើតាមខ្ញុំមើលឃើញទៅភាពជាក់ស្ដែងគាត់មិនដែលទៅមើលតំបន់ឡែងពួកខ្ញុំនេសាទរស់ស៊ីដោយស្របច្បាប់នោះទេគាត់បិទភ្នែកតែម្ដងមិនដែលបានទៅមើលថាអូអ្នកណាបំផ្លាញអីខ្លះណាបំផ្លាញអីខ្លះប៉ះពាល់ធនធានស្អីផ្សេងហ្នឹងគាត់មិនដែលទៅមើលសោះអាជ្ញាធរក៏ដូចជាជលផលទាំងអស់ហ្នឹងហើយពួកខ្ញុំនេសាទសូម្បីតែសុំចង់បង្កើតសហគមន៍ការពារធនធានធម្មជាតិទាំងអស់ហ្នឹងគេមិនយកចិត្តទុកដាក់និយាយហើយនិយាយទៀតប្រជុំក្រុមប្រឹក្សាឃុំម្ដងដោយលើកហេតុផលគេនិយាយថាហួសដែនសមត្ថកិច្ចឬក៏គេចាំគេស្នើទៅលើម្ដងឈឹង2ដងឈឹងឥឡូវខ្ញុំក៏លែងចូលរួមប្រជុំជាមួយគេទៅដោយសារអត្តពលប្រជាពលរដ្ឋការចូលរួមនិយាយទៅគេមិនស្ដាប់អញ្ចឹងយើងទៅនិយាយអុយគេសើចចំអកយើងបន្តទៀតអីហ្នឹងហើយណាមួយទៀតធ្វើឲ្យយូរឥឡូវហ្នឹងដល់ថ្នាក់ប្រជាពលរដ្ឋក្នុងភូមិឃុំហ្នឹងធ្វើតាមគេត្រង់ទ្រាយច្រើនដល់ដងនេះបាត់ល្មើសកាន់តែច្រើនឡើយហ្នឹងសំបីតែខ្ញុំធ្វើមងហើយនឹងទុកមិននឹងបានចេញទៅដាក់បានផងលោបចាប់ពីបើគិតទៅពីមាត់ពីមរហូតដល់កន្លែងតំបន់ទឹករយៈហ្នឹងទាំងអស់ហ្នឹងអត់មានរកកន្លែងដាក់មងឃើញផងហ្នឹងហើយវាធ្ងន់ធ្ងរពេកចាហើយចឹងបានថាខ្ញុំតែងតែខមមិនប្រាប់អ្នកណាគេឧស្សាហ៍ជួយការដោះស្រាយបញ្ហាហ្នឹងវាជួយចុះមកមើលឲ្យបើសិនមិនច្បាស់ការទេសូមឲ្យកាត់ចុះមកផ្ទាល់ជាមួយខ្ញុំមកខ្ញុំនឹងនាំទៅឲ្យមើលឲ្យឃើញឲ្យដឹងថារួមហៅថារួមការបំផ្លាញ